นี่ประเภทinverter hybrid inverter นี่យើងប្រើសម្រាប់ជាមួយនឹងសំឡេងតេជិកម្មណាក្នុងករណីភ្លើងដាច់គឺឲ្យសំឡេងយើងដើរដល់ពេលដែលមានភ្លើងគឺវាសាកអគុយអញ្ចឹងណានេះយើងជាប់សម្រាប់ជាប់អគុយមានពេលខ្លះពេលយើងចូលទៅ inverter ហ្នឹងវាអត់ដើរអញ្ចឹងយើងធ្វើមិនដើម្បីដឹងថាវាខូចអីទីមួយយើងឆែកទៅលើអគុយបើសិនជាវាអត់ដើរយើងយកអគុយថ្មីមកដូរវាអគុយថ្មីដែលមានភ្លើងយើងមកដូរវាសិនបើសិនជាដូរហើយវាអត់ដើរអញ្ចឹងវាអាចខូច inverter នេះបើសិនជាដូរថ្មីហើយអគុយថ្មីដូរហើយដើរគឺយើងខូចអគុយអានេះអត់ខូចទេអញ្ចឹងមួយទៀតតាក់ទងនឹង inverter ហ្នឹងមានភ្លើងមានតែភ្លើងចេញវាអត់មានភ្លើងចូលណាអញ្ចឹងបងប្អូនអាចឆែកពុយស៊ីបនៅកន្លែងនេះបើកាលណាវាមានតែភ្លើងចេញអត់មានភ្លើងចូលអាចនេះឆេះពុយស៊ីបនេះឆ្កឹះកន្លែងនេះមកមានពុយស៊ីបហើយអញ្ចឹងសម្រាប់បងប្អូនដែលមានផ្ទះជីកម្មដឹងហើយរបៀបប្រើវាអញ្ចឹងអាច follow YouTube ទឹកមាត់ទឹកមាសផ្ទះជីកម្មមានព័ត៌មានផ្សេងតាក់ទងឧបករណ៍ខ្ញុំនឹងធ្វើវីដេអូជូនបងប្អូនទាំងអស់គ្នាអរគុណ